ពាក្យចាស់លោកនិយាយថាអ្នកមានរក្សាខ្សត់ដូចសំពត់ពត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ានអ្នកមានពិតប្រកបគេសន្តោសអ្នកខ្សត់មែនទែនគេមិនប្រមាថមើលងាយមនុស្សដែលខ្សត់ជាងខ្លួននោះទេពេលខ្លះអ្នកក្រគឺជាគ្រឿងលម្អរបស់អ្នកមានដែរអ្នករកស៊ីមិនមែនមានន័យថាភ្ញៀវរបស់គាត់សុទ្ធតែអ្នកមានទាំងអស់នោះទេពេលខ្លះអ្នកក្រខ្សត់ក៏កំពុងតែចាយលុយជាមួយផលិតផលនិងសេវាកម្មរបស់អ្នកមានច្រើនជាងអ្នកមានគ្នាគាត់នឹងក៏មានដែរមនុស្សយើងពេលខ្លះវាអភ័ព្វមែនតើនៅពេលដែលមានលុយចាយមិនខ្វះប៉ុន្តែទៅខ្វះក្តីស្រឡាញ់ពីមនុស្សជុំវិញខ្លួនដោយសារតែខ្លួនឯងនឹងខ្វះមេត្តាយើងមានលុយមានកិត្តិយសធំធេងណាស់សម្រាប់ខ្លួនយើងតែយើងមានមេត្តាជាមួយនឹងអ្នកខ្សត់តែបន្តិចទេយើងនឹងកាន់តែមានតម្លៃខ្ពស់ជាងមុនទៅណាមកណាមានគេគោរពស្រឡាញ់ទៅណាមកណាមានគេចូលចិត្តច្រើនមកពីយើងចេះចែករំលែកមកពីយើងមានក្តីមេត្តាចំពោះមនុស្សទូទៅយើងមានលុយគ្មានហេតុផលណាមួយដែលយើងត្រូវមើលងាយមនុស្សដែលខ្សត់ជាងខ្លួននោះទេលុយយើងគឺជាលុយរបស់យើងគេមិនបានមកពឹងពាក់លុយរបស់យើងឯណារឿងអីយើងត្រូវមើលងាយអ្នកខ្សត់ជាងយើងគេមានតម្លៃដោយគេយើងក៏មានតម្លៃដោយយើងដែររៀនឲ្យតម្លៃគ្នាទៅវិញទៅមកនោះយើងនឹងបានសុខទាំងផ្លូវកាយទាំងផ្លូវចិត្តនិងទាំងផ្លូវអារម្មណ៍ផងដែរអ្នកមានរក្សាខ្សត់អ្នកក្រអ្នកមានគឺមនុស្សដូចតែគ្នាទេត្រូវការភាពកក់ក្ដៅត្រូវការលើកទឹកចិត្តដូចគ្នាយើងមានហើយយើងគួរតែចែករំលែកនៅក្តីស្រឡាញ់ខ្លះទៅឲ្យអ្នកខ្សត់ជាងយើងដែរយើងមានហើយគួរចែករំលែកគំនិតខ្លះទៅកាន់មនុស្សដែលល្ងឹតល្ងងជាងយើងដែរគួរសង្គ្រោះអ្នកខ្សត់ផងមនុស្សមានមេត្តាមិនថាលក់ដូររកស៊ីឬធ្វើជំនួញអីនោះទេបើមានមហាជនគាំទ្រច្រើនមហាជនជ្រោមជ្រែងច្រើនគ្មានការស្អប់គ្មានការគុំគួននោះមុខជំនួញនឹងជីវិតរបស់យើងនឹងរីកចម្រើនទៅមុខរុងរឿងថ្កុំថ្កើង